តែប្រិយមិត្តដឹងទេថានៅលើភពផែនដីរបស់យើងនេះមានកន្លែងដែលក្តៅខ្លាំងរហូតអាចចម្អិនពងទាឆ្អិននៅលើថ្មបាននិងអាចធ្វើឲ្យបាតស្បែកជើងរបស់អ្នករលាយបានត្រឹមតែប៉ុន្មាននាទីជំរាបសួរប្រិយមិត្ត Pride Idea TV ទាំងអស់គ្នាបន្ទាប់ពីយើងបានស្វែងយល់អំពីកន្លែងដែលត្រជាក់ជាងគេបំផុតនៅលើភពផែនដីរួចមកថ្ងៃនេះយើងនឹងនាំប្រិយមិត្តទៅស្គាល់ទ្វារនរកនៃភពផែនដីវិញម្ដងតើកន្លែងដែលក្តៅបំផុតនៅលើផែនដីស្ថិតនៅឯណាហើយតើវាមានកម្ដៅខ្លាំងរហូតដល់ថ្នាក់ណាតោះទៅស្វែងយល់ទាំងអស់គ្នាកន្លែងដែលត្រូវបានគេកត់ត្រាជាផ្លូវការថាមានសីតុណ្ហភាពអាកាសធាតុក្តៅជាងគេបំផុតនៅលើភពផែនដីគឺវាលខ្សាច់ Death Valley ដែលស្ថិតនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិកនៅទីនោះសីតុណ្ហភាពអាកាសធាតុជាទូទៅធ្លាប់បានកត់ត្រាខ្ពស់បំផុតរហូតដល់ទៅ 56.7 អង្សាសេប៉ុន្តែប្រសិនបើយើងនិយាយអំពីសីតុណ្ហភាពផ្ទាល់នៅលើផ្ទៃដីវិញកន្លែងដែលក្តៅដាច់គេគឺវាលខ្សាច់ Das Elut នៅក្នុងប្រទេសអេរ៉ង់និងវាលខ្សាច់ Sonoran នៅអាមេរិកខាងជើងអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ផ្កាយរណបវាស់កម្ដៅផ្ទៃដីនៅទីនោះហើយបានរកឃើញថាកម្ដៅផ្ទៃដីអាចហក់ឡើងរហូតដល់ 80.8 អង្សាសេនេះគឺជាកម្ដៅដែលជិតដល់ចំណុចពុះនៃទឹកទៅហើយដើម្បីឲ្យងាយយល់ប្រសិនបើអ្នកដើរទៅទីនោះដោយពាក់ស្បែកជើងប្រភេទជ័រស្បែកជើងរបស់អ្នកអាចនឹងរលាយហើយជើងរបស់អ្នកនឹងរលាកយ៉ាងធ្ងន់ធ្ងរភ្លាមរីឯខ្យល់ដែលបក់មកគឺដូចជាខ្យល់ក្តៅចេញពីឡនំប៉័ងអញ្ចឹងដែរប៉ុន្តែតើអ្វីដែលធ្វើឲ្យតំបន់ទាំងនេះក្តៅដល់ថ្នាក់ហ្នឹងមូលហេតុទី1គឺភូមិសាស្ត្ររាងដូចចន្ទដែកដូចជាជ្រលង Death Valley ជាដើមវាស្ថិតនៅក្នុងជម្រៅទាបជាងកម្រិតនៃទឹកសមុទ្រហើយអមទៅដោយជួរភ្នំខ្ពស់ៗនៅពេលដែលកម្ដៅព្រះអាទិត្យចាំងចូលមកខ្យល់ក្តៅនឹងត្រូវគាំងជាប់នៅខាងក្នុងមិនឲ្យបក់ចេញរួចឡើយមូលហេតុទី2គឺដីខ្សាច់និងថ្មដីស្ងួតហួតហែងគ្មានរុក្ខជាតិបានបឺតស្រូបយកកម្ដៅព្រះអាទិត្យពេញមួយថ្ងៃហើយភាយកម្ដៅនោះត្រឡប់ទៅក្នុងបរិយាកាសវិញនិងមូលហេតុទី3គឺការខ្វះខាតទឹកនៅតំបន់ទាំងនោះស្ទើរតែគ្មានភ្លៀងធ្លាក់សោះក្នុងមួយឆ្នាំធ្វើឲ្យគ្មានកម្លាំងសំណើមណាមួយអាចនឹងកាត់បន្ថយកម្ដៅបានឡើយទោះបីជាមានកម្ដៅសាហាវបែបនេះក៏ដោយប៉ុន្តែនៅតែមានទេសចររាប់ពាន់នាក់ចង់ទៅសម្របខ្លួននិងចង់ស្គាល់រសជាតិកម្ដៅនៅ Death Valley ជារៀងរាល់ឆ្នាំធម្មជាតិពិតជាមានភាពអស្ចារ្យនិងមានភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងត្រជាក់ខ្លាំងបំផុតនិងក្តៅខ្លាំងបំផុតតើប្រិយមិត្តហ៊ានសាកល្បងដើរលេងនៅកន្លែងដែលក្តៅបែបនេះដែរឬទេសូមខមមិនប្រាប់ Pride Idea TV ឲ្យបានដឹងផងប្រសិនបើប្រិយមិត្តចូលចិត្តវីដេអូបែបអប់រំនិងមានប្រយោជន៍បែបនេះកុំភ្លេចចុច Like Share និង Follow Page ឬ Subscribe Channel Pride Idea TV ដើម្បីទទួលបានគំនិតប្លែកៗនិងចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណនិងសូមជម្រាបលា